អ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើសំបុកកងានហើយឆ្លៀតនិយាយលេងជាមួយនឹងអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីចរិតលក្ខណៈរបស់មនុស្សតើមនុស្សប្រភេទណាដែលដឹងអំពីចរិតលក្ខណៈរបស់យើងភាគច្រើនហើយច្រើនជាងអ្នកដទៃមនុស្សទី1គឺឪពុកម្ដាយគឺជាមនុស្សដែលស្គាល់ចរិតយើងច្បាស់ដែលស្គាល់ចរិតកូនច្បាស់ព្រោះកូនគិតចិញ្ចឹមបីបាច់ដោយដៃគិតផ្ទាល់ភាគច្រើនគឺមិនភាគច្រើនគឺស្ទើរតែទាំងអស់គិតដឹងអំពីចរិតលក្ខណៈរបស់កូនតែគ្រាន់តែថាពុកម្ដាយខ្លះទៅពេលកូនពេញវ័យធំមានគ្រួសាររៀងៗខ្លួនហ្នឹងទៅក៏គាត់ក៏មិនសូវជាហ៊ានក្នុងការព្រៀនបដៅព្រោះដោយសារគេធំហើយណាហើយចរិតមិនសម្រាប់មនុស្សប្រភេទទី2ដែលស្គាល់អំពីចរិតយើងច្បាស់គឺបងប្អូនបង្កើតព្រោះដោយសារបងប្អូនបង្កើតគឺយើងរស់នៅប្រស័យតាក់ទងគ្នារស់នៅជាមួយគ្នាក្នុងគ្រួសារតែមួយតាំងពីតូចរហូតដល់ធំហើយគាត់គឺជាមនុស្សប្រភេទទី2ដែលស្គាល់ចរិតយើងច្បាស់រីឯប្រភេទទី3ដែលស្គាល់យើងកាន់តែច្បាស់ថែមទៀតហ្នឹងគឺប្តីប្រពន្ធសម្រាប់អ្នកដែលមានប្តីប្រពន្ធគឺប្តីប្រពន្ធគឺស្គាល់ចរិតគ្នាច្បាស់ហ្មងថាគាត់ចូលចិត្តធ្វើអីគាត់មិនចូលចិត្តធ្វើអីហើយរីឯបុគ្គទី4ដែលយើងហៅថាអ្នកដែលស្គាល់បទពិសោធន៍ហ្នឹងគឺក្រុមការងារហើយនឹងញាតិមិត្តជិតខាងដែលយើងរស់នៅប្រស័យតាក់ទងជាមួយគ្នាអញ្ចឹងខ្ញុំព្យាបជាមួយនឹងវីដេអូមុនដែលខ្ញុំនិយាយអំពីទម្លាប់របស់មនុស្សកន្លែងនេះខ្ញុំរៀនពីបទពិសោធន៍ជីវិតរបស់ខ្ញុំហើយខ្ញុំយកមកchiaរំលែកបើសិនបើជាមាននរណាម្នាក់ប្រាប់ពីទម្លាប់អាក្រក់របស់យើងធ្វើប្រចាំថ្ងៃយើងគួរតែតេស្តពិចារណាហើយយកមករិះគិតប៉ុន្តែមិនមែនយើងរស់នៅលើប្រព័ន្ធមិត្តដទៃទេណាកន្លែងនេះមានន័យថាយើងយកមករិះគិតពិចារណាហើយកន្លែងណាដែលត្រឹមត្រូវយើងយកមកដើម្បីកែប្រែខ្លួនឯងហើយកន្លែងណាដែលមិនត្រឹមត្រូវយើងបោះចោលទៅមិនមែនមានន័យថាគ្រប់មតិយោបល់អ្នកដទៃសិតសឹងតែជារឿងដែលត្រឹមត្រូវមិនមែនទេណាព្រោះអ្នកដទៃពេលខ្លះគាត់មិនមែនជាយើងគាត់ក៏អត់សូវដឹងពីស្ថានភាពរបស់យើងដែរប៉ុន្តែបើសិនបើជាគេប្រាប់មកត្រឹមត្រូវយើងគួរតែយកមតិនោះដើម្បីកែលម្អជីវិតខ្លួនឯងដើម្បីឲ្យខ្លួនឯងហ្នឹងកាន់តែប្រសើរឡើងជាងមុនហើយតួយ៉ាងដូចយើងតែងនិយាយពាក្យលេងពាក្យខ្មែរមួយថាកុំធ្វើទឹកពេញកែវវាជារឿងមួយដែលត្រឹមត្រូវកុំធ្វើទឹកពេញកែវហើយយើងគួរតែរៀនសូត្រពីមជ្ឈដ្ឋានដែលរស់នៅជុំវិញគ្នានឹងគ្នាពីព្រោះដោយសារតែយើងមិនប្រកាសថាយើងមានបទពិសោធន៍មានជីវិតឬក៏មានការងារល្អជាងគេទេព្រោះពាក្យថាសង្គមមនុស្សមានន័យថាមនុស្ស2នាក់ឡើងទៅបានគេហៅសង្គមមនុស្សហើយយើងជារំលែកគ្នានឹងគ្នាយើងកុំប្រកាន់ថាអូខ្ញុំចេះជាងខ្ញុំល្អជាងយើងកុំមានផ្នត់គំនិតបែបហ្នឹងកាលណាដែលយើងមានផ្នត់គំនិតបែបហ្នឹងជីវិតរបស់យើងក៏អត់សូវបានរីកចម្រើនដែរវាណាមួយវាបង្កើតភាពអាត្មានិយមផងអរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះហើយដោយសារមករៀបចំកងានឥឡូវកងានកំពុងតែប្រកាត់ពូជហើយសម្រាប់បងប្អូនដែលចង់បានពូជកងានក្បាលតោបងប្អូនអាចតាក់ទងមកបានអរគុណច្រើនជម្រាបលា